បាទជម្រាបសួរអ្នកទាំងអស់គ្នាជាទីរាប់អានបាទថ្ងៃនេះខ្ញុំមានមេរៀនថ្មីមួយដែលចែកជូនអ្នកទាំងអស់គ្នាគឺការផ្គុំអនុគម if and ហើយនិង that if បាទការផ្គុំអនុគម if and និង that if នេះគឺជាអនុគមមួយដែលគេសរសេរវាឡើងដើម្បីស្វែងរកនៅចម្លើយក្នុងលក្ខខណ្ឌច្រើនបាទអញ្ចឹងខ្ញុំមានឧទាហរណ៍មួយដើម្បីធ្វើការសរសេរនៅអនុគមនេះបាទឧទាហរណ៍កម្មករធ្វើការតិចជាងឬស្មើនឹង15ថ្ងៃនោះប្រាក់កម្រៃក្នុងមួយថ្ងៃគឺ 5,000 រៀលនិងថែមជួន 1% នៃប្រាក់សរុបដែលគាត់បានធ្វើការបាទទី2កម្មករធ្វើការច្រើនជាង15ថ្ងៃនិងតិចជាង30ថ្ងៃនោះប្រាក់កម្រៃក្នុងមួយថ្ងៃគឺ 6,000 រៀលនិងថែមជួន 2% នៃប្រាក់ធ្វើការលើស15ថ្ងៃបាទហើយទី3អ្នកធ្វើការច្រើនជាង30ថ្ងៃនោះប្រាក់កម្រៃក្នុងមួយថ្ងៃ 7,000 រៀលនិងថែមជួន 3% នៃប្រាក់ធ្វើការលើសពី30ថ្ងៃបាទអញ្ចឹងតើតើនៅចំណុចនេះយើងនៅទៅអនុវត្តដោះស្រាយទាំងអស់គ្នាដោយធ្វើការសរសេរនៅអនុគម if and និង that if ទាំងអស់គ្នាបាទជាដំបូងអ្នកទាំងអស់គ្នាត្រូវបើកនៅរបាយការណ៍ឬក៏ដូចជាឈ្មោះបាទឈ្មោះបុគ្គលិកឬក៏កម្មករដែលធ្វើការឲ្យយើងហើយយើងកត់នៅថ្ងៃចូលធ្វើការបាទហើយនឹងថ្ងៃបញ្ចប់បាទដូចដែលខ្ញុំបានបង្ហាញនៅលើ computer នេះបាទនេះគឺជាឧទាហរណ៍ទេបាទតោះឥឡូវដើម្បីធ្វើការសរសេរនៅអនុគម if and និង data if បាទយើងត្រូវរកចំនួនថ្ងៃសរុបប្រកបសិនបាទអញ្ចឹងនេះជាថ្ងៃចូលធ្វើការបាទនេះគឺជាថ្ងៃបញ្ចប់ធ្វើការអញ្ចឹងយើងរកថ្ងៃសរុបបាទថ្ងៃធ្វើការសរុបបាទអញ្ចឹងដើម្បីរកនៅថ្ងៃធ្វើការរបស់គាត់បាទអ្នកទាំងអស់នេះត្រូវប្រើរូបមន្តមួយគឺ smart that if បាទបើកបូកកញ្ចក់ start that ក្បៀស end that ក្បៀស prefix បាទបិទបូកកញ្ចក់តោះឥឡូវយើងធ្វើការរកទាំងអស់គ្នាបាទជាដំបូងអ្នកទាំងអស់គ្នាត្រូវដាក់ cursor លើត្រង់កន្លងចំនួនថ្ងៃដែលយើងរកហ្នឹងហើយដាក់លើ formula បាទបន្ទាប់ទៀតអ្នកទាំងអស់គ្នាសរសេររូបមន្តបាទស្មើបាទ that បាទអ្នកទាំងអស់គ្នាសរសេរពាក្យ that បាទ that if បាទបើកបូកកញ្ចក់អ្នកទាំងអស់គ្នាហើយថ្ងៃចាប់ផ្ដើមបាទคลิกលើថ្ងៃចាប់ផ្ដើមមកបាទគឺ F2 បាទហើយក្បៀសបាទហើយយើងคลิกនៅថ្ងៃបញ្ចប់បាទ G2 បាទហើយយើងធ្វើការក្បៀសមួយទៀតបាទបន្តមកទៀតអ្នកទាំងអស់គ្នាត្រូវចុចបញ្ចរោ2បាទហើយយើងសរសេរអក្សរ D បាទយើងរកចំនួនថ្ងៃគឺយើងសរសេរអក្សរ D បាទបន្តទៀតអ្នកទាំងអស់គ្នាបិទបូកកញ្ចក់មកបាទហើយ enter បាទឥឡូវយើងឃើញហើយបាទហើយរកចំនួនថ្ងៃកម្មករដទៃទៀតអ្នកទាំងអស់គ្នាគាត់តែអូសវាមកបាទអូខេឥឡូវយើងឃើញថ្ងៃហើយបន្តទៀតអ្នកទាំងអស់គ្នាត្រូវរកប្រាក់បាទរកប្រាក់ដែលយើងទៅតនៅចំណុចខាងលើបាទមាន3លក្ខខណ្ឌបាទលក្ខខណ្ឌទី1គឺគាត់ធ្វើការតិចជាងឬស្មើនឹង15ថ្ងៃគឺគាត់បានប្រាក់កម្រៃក្នុងមួយថ្ងៃគឺ 5,000 រៀលបាទហើយថែមឲ្យ 1% នៃប្រាក់ដែលគាត់បានធ្វើការបាទលក្ខខណ្ឌទី2គឺគាត់ធ្វើការច្រើនជាង15ថ្ងៃតែតិចជាង30ថ្ងៃបាទប្រាក់កម្រៃគឺគាត់ទទួលបាន 6,000 រៀលបាទនឹងថែមជូន 20% នៃប្រាក់ធ្វើការលើស15ថ្ងៃបាទហើយលក្ខខណ្ឌទី3គឺគាត់ធ្វើការច្រើនជាង30ថ្ងៃបាទប្រាក់កម្រៃរបស់គាត់មួយថ្ងៃ 7,000 រៀលនិងថែមជូន 3% នៃប្រាក់ធ្វើការលើស30ថ្ងៃបាទតោះឥឡូវយើងធ្វើការគណនាទាំងអស់គ្នាបាទអញ្ចឹងក្នុងការគណនានៅចំណុចខាងលើនេះគឺយើងអាចធ្វើបានពីររបៀបបាទជាដំបូងខ្ញុំសូមធ្វើការណែនាំអំពីរបៀបទី1ជូនអ្នកទាំងអស់គ្នាបាទរបៀបទី1នេះយើងប្រើរូបមន្តបាទ smart if បាទបើកបូកកញ្ចក់ and បាទបើកបូកកញ្ចក់ logical 1បាទក្បៀស logical 2បាទក្បៀស logical 30បាទបិទបូកកញ្ចក់ក្បៀស true ក្បៀស false បាទយើងយករូបមន្តនោះមកអនុវត្តធ្វើនៅចំណុចនេះទាំងអស់គ្នាបាទរបៀបទី1បាទតោះឥឡូវយើងចាប់ផ្ដើមចូលលក្ខខណ្ឌរបស់យើងគឺទាំងអស់គ្នាត្រូវដាក់cursor បាទ cursor នៅលើ formula bar ដើម្បីសរសេររូបមន្តទៅវាអត់ជាប់បាទវាអត់ផ្ដាច់បាទតោះឥឡូវចាប់ផ្ដើមទាំងអស់នេះគឺសេសញ្ញាស្មើដាក់ if បាទ if បើកបូកកញ្ចក់ and បាទ and ហើយបាទបើកបូកកញ្ចក់logical 1បាទ logical 1បាទ logical 1គឺតើតើនឹងថ្ងៃរបស់យើងបាទលក្ខខណ្ឌបាទx2 ធំជាងឬស្មើនឹងមួយថ្ងៃបាទធំជាងឬស្មើនឹងមួយថ្ងៃបាទក្បៀសបាទលក្ខខណ្ឌរបស់យើងទៀតគឺបាទ x2 ដដែលបាទតែតូចជាងឬស្មើនឹង15ថ្ងៃបាទ
bà lệ khăn bởi dương dương bật một cái chó bà chắc như lệ khăn bởi dương hơi bởi tóm tiết để tụi con hết từ đã tầm lại vào về bà lệ khăn thì muốn nó tầm lại vềประมาณ bà chắc tụi tôi nó tầm lại với cứ bà có biết bà tầm lại vào viết cái dương A2 bà A2 bà A2 con nâng bà con bà nhà cái bà nhà cái con bà con nâng pram pon bà con nâng pram pon bà hay con nâng mũi phe rồi bà con nâng mũi phe rồi này tụi con không biết tôi sẽ bảo một cái chó bà muối bột nâng xôn cho xôn mùi bà bật một cái chó bàนี่คือเจลคันตีมวยไปเยอะbà chỗ làคันตีปีbàยังcó biết bà ít bao bông cái chó bà én bà bao bông cái chó lúc chỉ coiไปเยอะแต่โตแต่นึงlẽ khăn bà lẽ khănไปเยอะคือไอ้thứคือก็bà trơn chiêng đọc pram tiếng ấy bà có biếtไอ้thứ bà té tôi chiêng bà té tôi chiêng rồi có smart nâng 30 tiếng ấy bà lệ khăn bởi dương bàนี่คือเจลคันbà và to một cái tầm lại lười bà tầm lại lưới nó về đại dương quật thôi ca cho dương đập rầm tháng ấy hay ta tôi dương 30 tháng ấy quật ban lùiประมาณ bà chân tầm lại lùi và quật cứ dương bà buộc chó bà pram bà con nâng pram pon bà hơi con nâng bà con nâng muối bột nâng xôn cho xôn mùi bà bật một cái chó bột nâng A2 đo đọc rằm tháng ấy bà tầm lại và quát cứ con nâng bầm mùi pon bà bầm mùi pon bà hãy bột nâng pi phía rồi bà bột nâng muối bà pi phía rồi kia sẽ số muối bột nâng xôn cho pi bà bật một cái chó hay tay to thì nâng fall bà fall គឺក្រៅពីនឹងបាទក្រៅពីនឹងគឺគាត់ធ្វើការលើសពី30ថ្ងៃបាទលើសពី30ថ្ងៃគាត់បានតម្លៃ7000តកែគាត់ថែម 3% ទៀតបាទអញ្ចឹងបាទលើសពីនឹងគឺយើងដាក់15ថ្ងៃបាទគុណនឹង 5000 បាទបាទគុណនឹងដូចគ្នាដែរបាទគុណនឹងបើឧបករណ៍1បូកនឹង 0.01 បាទបិទឧបករណ៍មួយទៀតបាទបិទមួយទៀតបើទៅបូកនឹងបាទបូកនឹងH2 បាទ H2 bây giờ nữa H2 បាទដកលើ30ថ្ងៃបាទដក30ថ្ងៃបាទហើយបិទបាទហើយយើងគុណនឹង 7000 បាទបើលើពី30ថ្ងៃគឺយើងគាត់បាន 7000 ក្នុងមួយថ្ងៃណាបាទហើយគុណនឹងបើបុកចោះគុណនឹង 3% បាទគេថែមមក 3% បាទអញ្ចឹង1បូកនឹង 0.03 បាទបាទអញ្ចឹងលក្ខខណ្ឌរបស់យើងគឺអស់ហើយបាទតោះឥឡូវធ្វើការបិទគ្នាបាទយើងធ្វើការបិទគ្នាបើយើងមើលឲ្យប្រមាណបាទ if មាន1បាទ if មាន2បាទ if មាន2បាទអញ្ចឹងយើងបិទ1បាទ2បាទបិទ2បាទអូខេបន្តមកយើងធ្វើការ enter បាទអូខេអញ្ចឹងយើងបានតម្លៃលុយហើយបាទយើងselectមកក្រោមមកយើងឃើញតម្លៃលុយទៅតាមចំនួនថ្ងៃប្រកបធ្វើហើយទៅតាមភាគរយដែលគាត់ធ្វើទៀតបាទអញ្ចឹងចាប់ទៅទៅនឹងការប្រើរូបមន្តរកចំនួនទឹកប្រាក់ទៅតាមថ្ងៃដែលកម្មករធ្វើការក៏ដូចជាបន្ថែមនៅភាគរយគឺមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាអ្នកទាំងអស់គ្នាអាចអនុវត្តបានប្រសិនបើមានចម្ងល់អ្នកទាំងអស់គ្នាអាច comment សួរនៅក្រោមវីដេអូបានហើយជួបគ្នានៅរបៀបទី2នៃការកណនានេះរូបមន្តនេះបាទអរគុណជម្រាបលា